ជំរាបសួរបងប្អូនអរគ្នាបាននៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងនិយាយអំពីប្រធានបទមួយគឺការចាប់ផ្ដើមពីតិចក៏អាចឈានដល់កំពូលបានជាការពិតណាស់បងប្អូនអរគ្នាអ្វីៗទាំងអស់គឺសុទ្ធតែត្រូវការពេលវេលាយើងមិនអាចឈានមួយជំហានឲ្យដល់គោលដៅបានទេចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រក៏ត្រូវចាប់ផ្ដើមមួយជំហានខ្លីដូចគ្នាដោយពាក្យចាស់តែងពោលថាតក់ពេញកំពង់អញ្ចឹងឯងបាទហើយពេលខ្លះមនុស្សយើងម្នាក់ទទួលបានការអប់រំដូចគ្នាទទួលបានឱកាសដូចគ្នាប៉ុន្តែមិនប្រកាសថាពួកគាត់មានភាពជោគជ័យដូចគ្នាទេមនុស្សម្នាក់អាចឈានទៅកាន់ភាពជោគជ័យគឺវាអាស្រ័យទៅលើការខិតខំប្រឹងប្រែងនិងចិត្តមិនចុះចាញ់ចំពោះការលំបាករបស់ពួកគាត់បើសិនជាយើងកលេចមើលទៅកាន់អ្នកជោគជ័យជាច្រើននៅក្នុងសង្គមយើងឃើញថាជីវិតពួកគាត់ជោគជ័យណាស់មានកេរ្តិ៍ឈ្មោះមានកិត្តិយសមានទ្រព្យសម្បត្តិក៏សមរម្យយើងប្រកាសជាមានថាចង់បានជីវិតល្អប្រសើរដូចគាត់ដែរប៉ុន្តែបើសិនជាយើងកលេចមើលទៅកាន់ក្រោយខ្នងការខិតខំប្រឹងប្រែងរបស់គាត់គឺមិនតិចទេទម្រាំតែពួកគាត់មានថ្ងៃនេះគឺសុទ្ធតែឆ្លងកាត់នឹងការតស៊ូការលំបាកជាច្រើនដូចគ្នាដូច្នេះការចាប់ផ្ដើមពីតិចមិនមែនជាបញ្ហាទេបញ្ហាជាក់ស្ដែងគឺការមិនចាប់ផ្ដើមរាល់ជំហានតូចនៃការខិតខំពេលយូរទៅវានឹងក្លាយជាជំហានដ៏ធំនៃជីវិតរបស់យើងជោគជ័យមិនមែនសំខាន់ខ្លាំងនឹងចំណេះដឹងធំធេងប៉ុណ្ណាទេប៉ុន្តែអ្វីដែលសំខាន់គឺចិត្តមិនចុះចាញ់និងឆន្ទៈដ៏រឹងមាំរបស់យើងចូលរក្សាការស្រឡាញ់ចំពោះអ្វីដែលយើងធ្វើហើយធ្វើឲ្យបានទៀងទាត់ជានិច្ចហើយយើងត្រូវជឿជាក់ថាយើងនឹងអាចធ្វើវាបានឥឡូវខ្ញុំលើកឧទាហរណ៍មួយបាទពីសាច់រឿងខ្លីមួយគឺរឿងក្មេងប្រុសម្នាក់សាមញ្ញតស៊ូរហូតខ្លាយខ្លួនជាអ្នកជោគជ័យបានមានក្មេងប្រុសម្នាក់ឈ្មោះវិជាគាត់កើតមកនៅក្នុងគ្រួសារក្រីក្រលំបាកតោកយ៉ាក់នៅក្នុងភូមិមួយគាត់មានបងប្អូនចំនួន5នាក់ហើយគាត់តែងតែទៅជួយឪពុកម្ដាយរបស់គាត់លក់បាយបាទនៅតាមសាលារៀនមួយដើម្បីរកប្រាក់ចំណូលប្រចាំថ្ងៃក្រៅពីលក់បាយគាត់តែងតែយកសៀវភៅមកអាននៅក្រោមដើមឈើឬទីកន្លែងផ្សេងឲ្យទៅពេលដែលគាត់ទំនេរបាទហើយមានមនុស្សជាច្រើនបានមើលងាយគាត់ថាគ្មានថ្ងៃទៅឆ្ងាយទេតែវិជានៅតែមិនបោះបង់គាត់តែងតែសុំសៀវភៅពីលោកគ្រូអ្នកគ្រូចេះសួរមិត្តភ័ក្តិនៅចំណុចដែលគាត់មិនយល់ហើយគាត់តែងតែអានអ្វីគ្រប់យ៉ាងដែលអាចជួយពង្រឹងចំណេះដឹងរបស់គាត់បានថ្ងៃមួយនៅក្នុងការប្រឡងចូលមហាវិទ្យាល័យគាត់បានឈ្នះអាហារូបករណ៍ទៅសិក្សានៅសាលាធំមួយនៅរាជធានីក្រោយមកគាត់បានបញ្ចប់ការសិក្សាដោយជោគជ័យហើយគាត់បានបង្កើតក្រុមហ៊ុនមួយសម្រាប់ស្រោចស្រង់ជីវិតជូនកុមារកំព្រាក្រីក្រដូចជាគាត់កាលពីក្មេងដែរថ្ងៃមួយវិជាបានឡើងទៅថ្លែងសន្ទរកថានៅសាលាដែលគាត់ធ្លាប់លក់បាយនៅក្នុងសាលានោះហើយប្រាប់ក្មេងៗថាកុំឲ្យទីកន្លែងកំណើតជាប់ចិត្តអ្នកចូលឲ្យចិត្តអ្នកជួយផ្លាស់ប្ដូរជីវិតអ្នកបាទយើងឃើញថានៅក្នុងសាច់រឿងមួយនេះគឺសារៈសំខាន់នៃសាច់រឿងនេះគឺជីវិតមិនសំខាន់ពីការចាប់ផ្ដើមប៉ុណ្ណាទេតែសំខាន់ពីការប្រឹងប្រែងកុំឲ្យអ្នកផ្សេងប្រាប់អ្នកថាអ្នកធ្វើមិនបានទេយើងនៅតែអាចធ្វើបានមនុស្សដែលមិនបោះបង់គឺជាមនុស្សដែលអាចបង្កើតនៅអ្វីដែលអស្ចារ្យសម្រាប់ខ្លួនឯងបាទនេះគឺជាសាច់រឿងខ្លីមួយដែលនិយាយអំពីខ្សែជីវិតរបស់វិជាដែលគាត់ជាក្មេងក្រីក្រនៅក្នុងគ្រួសារដ៏លំបាកមួយប៉ុន្តែដោយការតស៊ូដោយការខិតខំប្រឹងប្រែងបន្តិចម្ដងរហូតធ្វើឲ្យគាត់ជោគជ័យយើងឃើញថាការខិតខំប្រឹងប្រែងបន្តិចម្ដងថ្ងៃណាមួយយើងនឹងជោគជ័យឥឡូវយើងអាចមើលឧទាហរណ៍ជាស្ដែងបានរបស់មហាសេដ្ឋីរបស់ចិនម្នាក់គឺលោក Jack Ma គាត់ជាអ្នកបង្កើតក្រុមហ៊ុន Alibaba មុនពេលឈានដល់ជោគជ័យ Jack Ma គាត់ត្រូវបោះចោលការងារជាច្រើនដងគាត់បានបរាជ័យជាង10ដងនៅក្នុងការប្រឡងចូលសាលាគាត់បានដាក់ពាក្យចូលហាង KFC ជាមួយមិត្តភ័ក្តិ24នាក់ប៉ុន្តែ
មានតែម្នាក់គត់ដែលមិនត្រូវបានជ្រើសរើសនោះគឺជារូបគាត់តែបច្ចុប្បន្នគាត់បានក្លាយជាអ្នកជោគជ័យនៅក្នុងបញ្ជីរបស់ប្រទេសចិននិងនៅលើពិភពលោកដ៏ល្បីល្បាញម្នាក់មួយទៀតយើងអាចកលេចទៅកាន់ Colonel Sanders អ្នកបង្កើត KFC នៅអាយុ65ឆ្នាំគាត់បានចាប់ផ្ដើមនិងដាក់សំណើអាជីវកម្មជាង 1000 ដងប៉ុន្តែត្រូវបដិសេធជាង 99% តែគាត់មិនបោះបង់តតែសំណើទី 1009 ទើបទទួលបានជោគជ័យសប្តាហ៍ថ្ងៃ KFC មានហាងរាប់ម៉ឺននៅជុំវិញពិភពលោកដូច្នេះមិនថាជីវិតអ្នកចាប់ផ្ដើមពីណាទេប្រសិនបើអ្នកមិនបោះបង់អ្នកអាចឈានដល់អ្វីដែលមនុស្សគ្រប់គ្នាស្ទើរមិនជឿបាទហើយជាចុងក្រោយខ្ញុំបានសូមលើកទឹកចិត្តដល់បងប្អូនអ្នកគ្នាយើងត្រូវតែបន្តដំណើរទៅមុខទៀតទោះបីជាខាងមុខមានឧបសគ្គមានបញ្ហាលំបាកយ៉ាងណាក៏ដោយខ្ញុំជឿជាក់ថាភាពតស៊ូរបស់យើងនឹងអាចជំនះបញ្ហាទាំងអស់បានទាំងអស់គ្មានអ្វីធំធេងជាងកម្លាំងចិត្តជាងការតស៊ូរបស់យើងទេបើយើងហត់ក៏សម្រាប់បន្តិចទៅចោះនៅថ្ងៃនេះហើយក៏កុំដាក់សម្ពាធលើផ្លូវចិត្តខ្លួនឯងច្រើនពេកដែរសម្រាប់តែយើងមិនត្រូវបោះបង់គោលដៅរបស់យើងទេក្តីសុបិននិងគោលដៅរបស់យើងនៅតែមានជានិច្ចការចាប់ផ្ដើមសារជាថ្មីគឺអាចធ្វើបានគ្រប់ពេលឲ្យតែយើងហ៊ានធ្វើវានិងអំណត់ជាមួយវាយើងត្រូវរៀនរឹងមាំដោយខ្លួនឯងនៅថ្ងៃនេះហើយក៏មិនត្រូវពឹងលើដង្ហើមអ្នកដទៃច្រើនពេកដែរអ្វីគឺខ្លួនយើងជាអ្នកកំណត់មានតែខ្លួនយើងតែមួយគត់ជាអ្នកកំណត់នៅជោគវាសនារបស់យើងបានបាទខ្ញុំជឿជាក់ថាក្នុងវីដេអូមួយនេះនឹងជួយផ្ដល់ជាកម្លាំងចិត្តដល់បងប្អូនអ្នកគ្នាដើម្បីយើងអាចមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀតបានបាទកុំចុះចាញ់នឹងឧបសគ្គយើងត្រូវតែទៅមុខទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយអរគុណ